បាទសួស្តីបងប្អូននេះស្មៅនៅជើងភ្លឺណាហើយក៏មិនមែនបាញ់ខ្សែ8ឬក៏អាឆេះសម្រាប់ស្មៅតាមភ្លឺដែរនេះគឺជាថ្នាំស្មៅដែលខ្ញុំបាញ់ក្នុងស្រូវក្នុងវ័យ20ថ្ងៃជាងដោយហេតុនៅក្បែរភ្លឺនេះកាលណាបាញ់ថ្នាំស្មៅសម្អាតរួចអស់ហើយដាក់ទឹកបាក់ជីហើយប៉ុន្តែដល់ពេលដើរមកពិនិត្យឃើញថាមានថ្នាំមានស្មៅនៅសល់តាមជើងភ្លឺបងប្អូនគឺស្លឹកវាស្លឹកស្រូវរាងសលាក់ហ្នឹងដោយសារឥទ្ធិពលក្លម៉ាសូនបងប្អូនណាគឺខ្ញុំបាញ់ឲ្យក្រុមការងារដាក់ធុងស្ពាយបាញ់ក្នុងកម្រិតដុសគុណនឹង2សូម្បីតែដើមនេះបងប្អូននេះដើមនេះក៏មានពណ៌ប្រែដែរហើយសួរថាស្រូវអន់នេះបងប្អូននេះវាបើយើងដាក់រៀងធ្ងន់បន្តិចទៅវារៀងលាក់ដាងសតិចដោយសារឥទ្ធិពលក្លម៉ាសូនវាទៅផ្ដាច់ផ្នែកក្លូរ៉ូហ្វីលនៃដំណាំមិននៃរុក្ខជាតិមិនថាស្រូវមិនថាស្មៅទេហើយប្រូប៉ានីលវាទៅបំផ្លាញកោសិកាខាងក្រៅនៃពពួកស្មៅតែស្រូវអត់បញ្ហាទេបងប្អូនណាអញ្ចឹងគេផលិតមកដើម្បីគ្រប់គ្រងស្មៅក្នុងស្រែហើយស្រូវរបស់ខ្ញុំនេះអាយុជិត1ខែហើយបាក់ជីបានម្ដងគត់ឃើញតែឡើងនឹងលហកហើយដោយសារក្បែរនេះដ្រូនកាលនេះខ្ញុំបាញ់ថ្នាំស្មៅប្រើដ្រូនចូលដល់ដោយសារមានដើមឈើអញ្ចឹងដល់ពេលនេះយើងដើរក្រុមការងារដើរសម្អាតត្រង់កន្លែងដែលល្វែងកន្លែងដែលដ្រូនចូលមិនដល់ឬកន្លែងទឹកថ្នាំដ្រូននៅពេលដ្រូនហោះទៅខ្យល់បក់មកវឹបមកធ្វើឲ្យថ្នាំនឹងជះផុតគោលដៅអញ្ចឹងមានការឆក់ល្វែងខ្លះអញ្ចឹងអត់ចាំគិតអីច្រើននេះគឺដើរថែមដល់ថែមទៅមើលអ្នកធ្វើការថែមទាំងជើងភ្លឺទៀតហើយងឹបនឹងក្រៀមបងប្អូនណានោះឃើញលក្ខសហ្នឹងគឺស្មៅទាំងអស់នឹងវាទៅផ្ដាច់នៃក្លូរ៉ូហ្វីលនៃស្លឹករុក្ខជាតិផ្នែកពូបៃតងធ្វើឲ្យស្មៅងឹបបានល្អហើយមួយរយៈចុងក្រោយនេះតំបន់ខ្លះជួបគ្រោះរាំងស្ងួតបងប្អូនណាហើយស្រូវអត់ចង់ដោះទេស្រូវដោះហើយក៏មិនល្អដែរល្អតែស្មៅគិតបានសួរខ្ញុំថាស្មៅស្រូវ1ខែហើយមានថ្នាំបាញ់បានអត់មានបងប្អូនណាសំខាន់ការបាញ់ថ្នាំស្មៅស្រូវធំអត់ទឹកក៏ងាប់ដែរតែវាមិនស្អាតដូចយើងមានទឹកទេបងប្អូនណាខ្ញុំជឿជាក់ទី1ទី2បើយើងចេះថែមថយវាអានោះស្អាតងាប់ស្អាតអត់ទឹកក៏ងាប់ដែរតែបើស្រែអត់ទឹករយៈពេលវែងតទៅមុខទៀតអាហ្នឹងក៏គ្មានប្រយោជន៍ដែរបាញ់ស្មៅងាប់ហើយស្រូវវាក៏គ្មានប្រយោជន៍ដែរដោយសារធ្វើស្រែនឹងទឹកដល់អត់ទឹកធ្វើស្រែមិនចេញបងប្អូនហើយគឺឆ្នាំនេះគឺបញ្ហាធម្មជាតិគឺធ្ងន់ធ្ងរសម្រាប់អ្នកនៅឆ្ងាយតំបន់ទឹកគេហៅធ្វើឲ្យគាត់អត់មានការដោះស្រាយអីចេញទេចង់ធ្វើអីក៏ធ្វើមិនចេញដែរលុះតែរងចាំទឹកសិនបងប្អូនណា